បើកបានដំបងមកយើងឃើញបរិសចំណាំម្នាក់និងក្មេងស្រីម្នាក់កំពុងបើកឡានទៅសាលារៀននេះជាពូរ៉ាជាប៉ារបស់វត្តតីឯក្មេងស្រីម្នាក់នេះជាវត្តតីកាត់មកកន្លែងនេះធីតាជាមិត្តសម្លាញ់របស់វត្តតីហើយពេលនោះពូរ៉ាក៏បានចេញឡានទៅខណៈពេលនោះវត្តតីកំពុងសម្លឹងទៅមើលប៉ាដែលជិះឡានចាក់ចេញទៅដល់កន្លែងនេះធីតាក៏បានដើរមកដល់មុខសាលារួចក៏សម្លឹងឃើញវត្តតីជាមិត្តសម្លាញ់របស់ខ្លួនរួចពួកគេក៏រុះរាយរាក់ទាក់ដាក់គ្នាទៅវិញទៅមកក្នុងនាមជាមិត្តសម្លាញ់នឹងគ្នារួចពួកគេក៏ដើរចូលរៀនទៅទាំងអស់គ្នាកាត់មកដល់ពូរ៉ាកំពុងបើកឡានតាមដងផ្លូវគាត់ក៏ឆ្ងល់ថាហេតុអ្វីថ្ងៃនេះផ្លូវអីក៏ស្ទះយ៉ាងនេះប៉ុន្តែគាត់មិនបានដឹងទេថានៅខាងមុខកំពុងតែមានភ្លើងឆេះឡានខណៈពេលនោះមេឃក៏ចាប់ដើមរុញជួយយ៉ាងខ្លាំងមិនដឹងថាមានមូលហេតុអ្វីនោះទេងាកមកពូរ៉ាវិញគាត់ក៏ចាប់ដើមភ័យគាត់ក៏ឆ្ងល់ថាហេតុអ្វីកំប៉ុងទឹកកករបស់គាត់ចាប់ដើមរង្គើស្របពេលនោះមានដែកមួយយ៉ាងធំធ្លាក់ពីលើអគារមកទាំងអ្នកពន្លត់អគារភ័យនិងពូរ៉ានិងអ្នកផ្សេងទៀតក៏ចាប់ដើមភ័យឆ្ងល់តែហេតុអ្វីតើមានរឿងអ្វីកើតឡើងស្របពេលនោះអគារក៏ចាប់ដើមបាក់បែករលំខ្ទេចខ្ទីទាំងស្រុងពូរ៉ានិងអ្នកដទៃទៀតរត់គេចយ៉ាងលឿនទៅរកទីទួលសុវត្ថិភាពខណៈពេលនោះបុរសសក់ក្រហមមិនដឹងថាមានរឿងអ្វីកើតឡើងគេក៏អង្គុយនៅក្នុងឡានស្របពេលនោះអគារក៏បានបាក់កិនសង្កត់ពីលើឡានរបស់គេអគារក៏បានបាក់បន្តបន្ទាប់ដេញតាមពីក្រោយពូរ៉ានិងអ្នកដទៃទៀតមិនបានប្រមាណនាទីផងអគារយ៉ាងច្រើនក៏បានបាក់ខ្ទេចអស់ខណៈពេលនោះពូរ៉ាក៏នឹកឃើញកូនស្រីរបស់គាត់នៅឯសាលាក៏ឆាប់ខទៅបកមកសាលារៀនវិញសិស្សានុសិស្សទាំងអស់ក៏បានរត់ដេញជើងគ្នាព្រោះអគារចាប់ដើមរង្គើស្របពេលនោះវត្តតីនិងធីតាក៏បានរត់ទៅជាមួយនឹងសិស្សដទៃទៀតដែរប៉ុន្តែសុកធីតាក៏បានប្រឡែងដៃវត្តតីហើយរត់បកក្រោយវិញទាំងមិនដឹងមូលហេតុតាមពិតទៅធីតាបកក្រោយវិញព្រោះចង់យកកតាបរបស់នាងមួយស្របកក្រោយមកក៏ឃើញវត្តតីរត់មកតាមធីតាហើយនាងពិតជាខឹងយ៉ាងខ្លាំងព្រោះធីតារត់បកក្រោយទាំងមិនបានប្រាប់នាងសូម្បីតែមួយម៉ាត់ស្រាប់តែពេលនោះក៏ឮសំឡេងរោទទូរស័ព្ទនោះគឺរោចេញពីកតាបរបស់វត្តតីប៉ុន្តែពេលនោះនាងមិនបានលើកទូរស័ព្ទនោះទេព្រោះពីដាននៅអគារសាលាចាប់តាមបាក់ធ្លាក់មកហើយវត្តតីនិងធីតាក៏ចាប់ដើមរត់ចេញទៅបកមកសិស្សានុសិស្សដទៃទៀតវិញក៏រត់ឆោឡោចេញពីអគារសាលាបកមកពូរ៉ាវិញក៏ពិតជាភ័យតក់ស្លុតយ៉ាងខ្លាំងព្រោះតែវត្តតីមិនបានលើកបែរមកមើលវត្តតីនិងធីតាវិញពួកគេខំប្រឹងរត់យ៉ាងខ្លាំងព្រោះអគារចាប់ដើមបាក់ហើយប៉ុន្តែពួកគេរត់សុកក៏បានឃើញកំទេចកំទីឈើបានរារាំងផ្លូវពួកគេបាត់ទៅហើយពួកគេទាំងពីរនាក់ពិតជាផិតភ័យខ្លាំងមែនទែនបកមកពូរ៉ាវិញគាត់ខំប្រឹងរត់មកសាលារៀនយ៉ាងលឿនព្រោះគាត់តែកូនស្រីរបស់គាត់មិនចូលពេលនោះគាត់ខំប្រឹងរកមើលកូនស្រីរបស់គាត់តែមិនឃើញគាត់ពិតជាភ័យនិងបារម្ភពីកូនស្រីរបស់គាត់យ៉ាងខ្លាំងស្របពេលនោះធីតានិងវត្តតីក៏បានបោះដៃឲ្យគេជួយខណៈពេលនោះពូរ៉ាក៏បានឃើញខណៈពេលនោះធីតានិងអ្នកក៏ចាប់ដើមធ្លាក់មកបណ្ដាបកមកមើលពូរ៉ាវិញគាត់ខំប្រឹងរត់ទៅរកកូនស្រីគាត់យ៉ាងលឿន
ស្របពេលនោះគាត់ធ្លាប់ចាំបានថាកូនស្រីរបស់គាត់រៀននៅជាន់លើគាត់ខំប្រឹងរត់ឡើងទៅជាន់លើយ៉ាងលឿនប៉ុន្តែក៏មានកំតិចកំទីពីដានរៀបរៀងផ្លូវរបស់គាត់បកមកមើលវត្តតីនិងធីតាវិញពួកគេភ័យយ៉ាងខ្លាំងក៏រត់ទៅអោននៅក្រោមតុព្រោះខ្លាចកំតិចកំទីពីដានធ្លាក់ត្រូវស្របពេលនោះផងដែរហ្គាសក៏ចាប់ដើមផ្ទុះបកមកមើលពូរ៉ាវិញគាត់ខំប្រឹងវាយឈើនោះឲ្យបាក់ដើម្បីមានផ្លូវទៅស្របពេលនោះគាត់ក៏ឃើញហ្គាសផ្ទុះគាត់រត់តែភ័យគាត់ក៏ខំប្រឹងវាយឈើនោះរហូតទាល់តែបាក់បកមកធីតានៅវត្តទៅវិញពួកគេដកដង្ហើមសិនតែមិនដល់មកមើលពូរ៉ាវិញគាត់ខំប្រឹងដើររកបន្ទប់ដែលកូនស្រីគាត់នៅប៉ុន្តែគាត់មិនបានឃើញទាល់តែសោះស្របពេលនេះផងដែរគាត់ក៏ឮសំឡេងស្រែកឲ្យជួយគាត់ក៏រត់មកតាមសំឡេងនោះរហូតទាល់តែឃើញវត្តតីនិងធីតាបន្ទាប់មកពួកគេក៏ចាប់ដើមរត់ចេញពីអគារនេះព្រោះអគារនេះគឺចាប់ដើមរលំបណ្ដាហើយនៅត្រង់កន្លែងនេះពួកគេក៏បានរួចផុតពីសេចក្តីវិនាសមួយនេះវត្តតីនិងធីតាពិតជាសប្បាយចិត្តខ្លាំងណាស់នៅចុងបញ្ចប់នៃរឿងនេះឪពុកកូនក៏បានជួបជុំគ្នា